ស្រួលចេះស្រួលមែនតើកាលពីថ្ងៃមិញខ្ញុំបានញ៉ាំកាហ្វេជាមួយនឹងមិត្តភ័ក្តិហើយសម្រាប់ល្ងាចនេះខ្ញុំមកហាត់ប្រាណមកហាត់ប្រាណជាមួយណាគេនេះអត់ដឹងទេទុកឲ្យអ្នកទាំងអស់គ្នាទាយមើលថាពីណាគេខ្ញុំហាត់ប្រាណប្រហែលជា30នាទីឬក៏1ម៉ោងអីខ្ញុំទៅវិញឯងយើងដាក់ឲ្យតែបែកញើសទេហើយខ្ញុំជិះទៅថតវីដេអូបង្ហាញទៅអ្នកទាំងអស់គ្នាមើលទៅដោយសារតែដូចវីដេអូមុនខ្ញុំបាននិយាយអញ្ចឹងគម្រោងរបស់ខ្ញុំគឺខ្ញុំក្នុងឆ្នាំនេះខ្ញុំចង់ធ្វើវីដេអូឲ្យច្រើនតាមតែធ្វើទៅមែនហើយវីដេអូរបស់ខ្ញុំគឺជាវីដេអូប្រភេទ vlog ធម្មតាទេនិយាយទៅគឺថ្ងៃនេះខ្ញុំដើរមកចុំធំហ្មងខ្ញុំដើរចាប់ពីស្ពានមុខ Classy នោះមកទៅដល់ស្ពានថ្មចាស់ហើយបន្ទាប់មកយើងត្រឡប់មកស្ពានចិត្តបែបធំនេះដើរតែមកជុំនេះល្មមគ្រប់គ្រាន់អត់ចាំបាច់ដើរច្រើនជុំទេហើយយើងអាចមើលទេសភាពបានច្រើនទៀតនិយាយទៅសម្រាប់អ្នកដែលមកបាត់ដំបងបាច់ភ័យទេនៅបាត់ដំបងនេះល្ងាចឡើងគីឡូតាមមាត់ស្ទឹងនឹងច្រើនមែនតើចង់ញ៉ាំអីក៏មានដែរហាត់នៅតាមសួននីមួយនៅក្នុងក្រុងបាត់ដំបងនេះគឺមានមនុស្សច្រើនមែនតើដែលគាត់មកហាត់ប្រាណហើយអ្វីដែលសំខាន់ជាងនឹងទៀតឧបករណ៍ហាត់ប្រាណក៏សម្បូរល្មមដែលយើងអាចមកហាត់ប្រាណបានដែរឥឡូវយើងឆ្លងស្ពានទៅសួនសខេងវិញដោយសារតែខ្ញុំទុកម៉ូតូនៅសួនសខេងឥឡូវយើងឆ្លងអូខេឥឡូវនេះពួកយើងដើរទៅយកម៉ូតូហើយបន្ទាប់មកខ្ញុំនឹងជិះជុំវិញក្រុងនេះមួយជុំយើងចូលទៅបន្ទប់វិញអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយបាយបាយ